សិនជាមិនគ្រប់គ្រងសភាពការស្រួលបួលអាចនឹងមានចំនួនឆ្លោះគ្នាតទៅទៀតនិយាយទៅដូចថៃសប្តាហ៍នេះនៅក្នុងសារភាពកម្ពុជាដូចឆ្មាបល័យកដោអញ្ចឹងបងប្អូនមុននឹងលេខកដោហ្នឹងគឺបល័យឲ្យគ្នារស់លំបាកជាងស្លាប់ចុងក្រោយស្លាប់ដដែលព្រោះអត់មានអ្នកជួយបាទព័ត៌មានទី1ទៅមុនបងប្អូនសភាពការព្រំដែននៅភ័យស្រួយដោយសារតែភាគីថៃកម្ពុជានៅតែចោទគ្នាពីរឿងផ្ទុះអាវុធរំលោភបទច្បាញ់ប៉ុន្តែម្ដងនេះថៃចោទកម្ពុជាច្រើនជាងកម្ពុជាចោទថៃហើយការចោទគ្នាទៅវិញទៅមកនេះគឺជារឿងគ្រោះថ្នាក់មែនតើព្រោះអីម្នាក់ចោទថាម្នាក់បាញ់ទៅខាងភាគីម្ខាងទៀតថាបាញ់តបមកវិញដើម្បីជាការការពារខ្លួនតែអ្នកណាឲ្យនាំអាចជាប្រកាសឲ្យរឿងអីឲ្យប្រកាសថ្ងៃហ្នឹងបាទនេះបើតាមអ្វីដែលជាការថ្លែងសាររបស់ខាងយោធាថៃទៅមុនហើយខ្ញុំនឹងនិយាយអំពីខាងក្រសួងការពារជាតិកម្ពុជាតទៅយ៉ាងម៉េចខាងក្រសួងឬក៏ខាងយោធាថៃអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវ៉ារីប្រាប់សារព័ត៌មានថៃច្រើនប្រភពរួមទាំងកាសែតបានកក់បោះផងថាភាគីកម្ពុជាបានបាញ់គឺនិយាយទៅគឺចោតខាងកម្ពុជាហ្នឹងថាបាញ់កំភ្លើងឬក៏គ្រាប់បែកប្រភេទ40មីលីម៉ែត្រគឺបាញ់ផ្លោងចូលទៅក្នុងតំបន់ដែលថៃកំពុងតែល្បាតហើយធ្វើឲ្យថៃតដៃមកវិញដោយបាញ់ជាកំភ្លើងដែរក៏ប៉ុន្តែនិយាយទៅប្រើគ្រាប់បែក M79 បាញ់ឡងឬក៏សំទោសតបមកខ្មែរវិញដែរនៅក្នុងករណីដែលមានការផ្ទុះអាវុធនេះអានេះបើតាមការអះអាងរបស់ខាងយោធាថៃគាត់ថាយោធាថៃថាអ្វីដែលកម្ពុជាបាញ់ទៅមុននេះគឺមិនមានរងរបួសដល់ទាហានថៃទេទាហានថៃបាញ់តបមកវិញជាការពារខ្លួនអញ្ចឹងបាទព្រឹត្តិការណ៍នេះគឺកើតឡើងនៅថ្ងៃនេះដោយតាមការលើកឡើងរបស់លោកពិនថៃស៊ូវ៉ារីនៅម៉ោងប្រមាណជា9ព្រឹកមិញនេះដែលកើតឡើងនៅតំបន់ព្រំដែនកម្ពុជាថៃក៏ប៉ុន្តែអ្វីៗគឺនៅតែខាងភាគីថៃនៅតែចោទប្រកាន់ខាងកម្ពុជាថារំលោភបំពានបទជបាញ់លើកទី2នេះទៀតដោយកាលពីថ្ងៃទី27ខែធ្នូហ្នឹងថាព្រមព្រៀងគ្នាជប់ឲ្យមានអំពើណាដែលបង្កឲ្យមានដូចថាជាការនាំភ្លើងនាំអាតអីចឹងទៅអានេះថៃក៏ចេះតែថាដែរអារឿងនាំអាតនាំភ្លើងហ្នឹងឃើញតែថៃរកទៅត្រកគុតទៅព្រៃគុតទៅស្អីកន្លែងណាកន្លែងនេះជីកលេងឋានធ្វើស្អីដាក់កុងតឺន័រដាក់បន្លាលក់អីស្រេចតែចិត្តធ្វើអីក៏បានដែរថៃប៉ុន្តែបើសិនជាមានផ្ទុះអាវុធក្ដួងគឺចោតខ្មែរជួនកាលលើកមុននោះឆ្កាព្រៃចុះឡើងទៅដុតព្រៃដុតអីចឹងទៅផ្ទុះអាក្របណានោះផ្ទុះធ្លាក់ចូលដីថៃនោះវិសនឹងបាញ់គ្នាមួយសារទៀតក្រោយបត់ជប់បាញ់ដោយសារមានការជជែកគ្នាទៅក៏ដឹងថាជាគ្រោះថ្នាក់ដោយចៃដន្យអីទេទាហានថ្មីដូរថ្មីទៅអីចឹងកាលមុនថៃរករឿងមួយសារទៅហើយដល់ឥឡូវរឿងនេះកើតឡើងទៀតហើយគឺខាងថៃគេនៅតែថាមកខាងទាហានខ្មែរកាលមុនថាទាហានខ្មែរខ្វះវិន័យខ្វះអីចឹងទៀតឥឡូវចោតមកទាហានខ្មែរថាបាញ់មុនចឹងទៀតបើសិនជាមិនគ្រប់គ្រងសភាពការឲ្យស្រួលបួលអាចនឹងមានចំនួនឆ្លោះគ្នាតទៅទៀតអីចឹងទៅនេះជាការព្រមានរបស់ទាហានថៃក៏ប៉ុន្តែការដែលលើកឡើងរបស់ទាហានថៃនេះត្រូវបានក្រសួងការពារជាតិកម្ពុជាអ្នកស្រីម៉ាលីសុជាតាដែលតំណាងឲ្យក្រសួងការពារជាតិនៅជាអ្នកនាំពាក្យនោះក៏បានថ្លែងនៅថ្ងៃទី24ខែកុម្ភៈនេះថាតាមពិតគាត់ថាចេះនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះមានเพจផ្លូវការយោធានិងបណ្ដាញសារព័ត៌មានថៃមួយចំនួនផ្សព្វផ្សាយថាភាគីកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត40មីលីម៉ែត្របាញ់ចូលតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃចំនួន1គ្រាប់នៅវេលាម៉ោង 8:50 នាទីព្រឹកនៅទល់មុខភូមិសាស្ត្រគោល8ចាក់ច្រែងក្នុងខេត្តព្រះវិហារអ្នកនាំពាក្យក្រសួងការពារជាតិសូមធ្វើការបដិសេធចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះហើយអំពាវនាវឲ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចមានឲ្យដែលអាចបង្កឲ្យមានការយល់ច្រឡំនិងការកើនឡើងនៅភាពតានតឹងបើអញ្ចឹងខាងភាគីកម្ពុជាថាថៃផ្សព្វផ្សាយព័ត៌មានមិនពិតឬក៏ប្រឌិតព័ត៌មានដើម្បីចោទប្រកាន់កម្ពុជារឿងរំលោភបទច្បាញ់នេះអញ្ចឹងទៅអ្វីដែលកម្ពុជាអះអាងបន្ថែមថាយោងតាមព័ត៌មានដែលទទួលបានពីភូមិភាគ4នៃកងយុទ្ធពលខេមរៈភូមិន្ទកម្ពុជាបញ្ជាក់ថាបន្ទាប់ពីឮសម្លេងផ្ទុះនិងសម្លេងបាញ់កាំភ្លើងនៅខាងភាគីថៃចឹងកម្ពុជាថាថៃទេដែលផ្ទុះក្រុមតំណែងរបស់យោធភូមិភាគទី4របស់កម្ពុជានិងកងភូមិភាគទី2របស់ថៃបានតាក់ទងសាកសួរនិងផ្ដល់ព័ត៌មានគ្នាទៅលើករណីនេះរួចអស់ទៅហើយនិងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី2ថៃថាកងកម្លាំងរបស់កម្ពុជាមិនបានបាញ់ដោយការចោទប្រកាន់ទេបាទនេះគឺជាការបកស្រាយរបស់ខាងភាគីកម្ពុជារឿងបាញ់រឿងផ្ទុះនៅព្រំដែននេះគឺដូចជាលឺរាល់តែថ្ងៃព្រោះអីទាហានជនព្រំដែនជួរមុខនោះថាជួនកាលទាហានថៃលបបាញ់លបអីដូចប្រហែលថ្ងៃមុននេះបាញ់ត្រូវទាហានខ្មែរខាងក្រសួងការពារជាតិក៏មិនតបអីនិយាយទៅបើថៃបាញ់ហាក់បីដូចជាមិនសូវអីទេបើខ្មែរបាញ់កុំថាឡើយដល់បាញ់សូម្បីតែដុតសម្រាមហើយទៅផ្ទុះគ្រាប់ហ្នឹងក៏រឿងនិយាយទៅគឺយើងរឿងគ្រប់រឿងថៃគេធ្វើអីក៏មិនចេះខុសដែរដោយសារអីគេបានប្រៀបគេអញ្ចឹងគេចាំតែរករឿងយើងដើម្បីបានឱកាសបីជាជុំទី3ទៀតណារឿងនេះគឺទឹកលើស្លឹកឈូកបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងទឹកលើស្លឹកឈូកក្លែងក្លងរត់តែកពុបធ្លាក់ទៅដីទេវាអត់មានលំនឹងទេដោយសារអីដោយសារកម្ពុជាជ្រើសរើសជំរើសមួយគឺអោបជើងថៃអង្វរថៃគ្រប់ពេលនៅពេលដែលយន្តការអន្តរជាតិមានដូចជាច្បាប់អន្តរជាតិតទៅនឹងតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិយើងអត់ប្រដឹងយើងអត់ដាក់ប្រដឹងអីទាំងអស់អញ្ចឹងយើងសុខចិត្តធ្វើអាគេហៅថាអូសកាឡាជាមួយនឹងថៃធ្វើឲ្យថៃនិយាយទៅដូចថៃសប្តាហ៍ថ្ងៃនៅក្នុងសារភាពកម្ពុជាដូចឆ្មាបល័យកដោអញ្ចឹងបងប្អូនមុននឹងលេខកដោហ្នឹងគឺបល័យឲ្យគ្នារស់លំបាកជាងស្លាប់បើថាលេបហ្មងតែម្ដងស្រួលបាក់ឈឹងហ្មងតែប៉ុន្តែនេះគឺនៅបល័យនៅផ្ទះនៅធ្វើឲ្យគ្នាឈឺចាប់វេទនាមុននឹងស្លាប់ចុងក្រោយស្លាប់ដដែលព្រោះអត់មានអ្នកជួយអញ្ចឹងនៅក្នុងរឿងកម្ពុជានេះកំពុងតែคล้ายទៅជាសត្វកណ្ដុរនៅក្នុងមាត់ឆ្មាហើយសុខចិត្តឲ្យឆ្មាបល័យលេងអញ្ចឹងទៅបើយើងមានការដែលជួយបានតាមរយៈយន្តការអន្តរជាតិតុលាការអន្តរជាតិកម្ពុជានៅតែមិនដាក់ប្រដឹងតែយ៉ាងណាកម្ពុជាអាចស្មានថាឈ្នះថៃនៅក្នុងការធ្វើយុទ្ធនាការតាក់ទងគ្នាដូចថាចរចាទ្វេភាគីឬក៏យកប្រព័ន្ធផ្សព្វផ្សាយធ្វើជាឧបករណ៍ចរចាវិញ
ឬក៏យកឆាកអន្តរជាតិដូចជាក្រុមប្រឹក្សាសន្តិក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិអីចឹងទៅដើរជួបអ្នកនេះជួបអ្នកនោះអញ្ចឹងទៅជួបមេដឹកនាំនេះជួបមេដឹកនាំនោះទៅដើម្បីសុំផែនទីពីបារាំងអញ្ចឹងទៅដើម្បីប្រាប់អ្នកនេះអ្នកនោះសារព័ត៌មានអន្តរជាតិអីទៅយើងអាចគិតថារឿងនេះគឺធ្វើឲ្យអន្តរជាតិជួយយើងឬធ្វើឲ្យថៃបាក់មុខឬក៏ធ្វើឲ្យថៃបាក់បត់ខ្លោចខ្លាចហើយអាមេអាថោងដែលជាឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃបានគិតថារឿងនេះគឺជារឿងជោគជ័យរួចទៅហើយនាំគ្នាទូមស្គរនិងទ្លុះស្គរអស់ទៅហើយដោយសារថាគិតថាធ្វើអញ្ចឹងបានជោគជ័យនៅពេលដែលទាំងអស់គ្នាអត់ព្រមនាំគ្នាប្រាប់ថារដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រមទាំងអន្តរជាតិទេឥឡូវនេះកំបិតចិត្តដងឯងទៀតលោកហ៊ុនម៉ាណែតទៅប្រាប់សារព័ត៌មានអន្តរជាតិ Reuters ឬក៏ Fox News Digital អីហ្នឹងប្រាប់ថាថៃឈ្លានពានទឹកដីកម្ពុជាថៃបានព្រមានកម្ពុជារួចហើយថាបើយកវេទិកាសារព័ត៌មានឬក៏វេទិកាគេហៅថាឆាកអន្តរជាតិមកវាយប្រហារគ្នាទៅវិញទៅមកនេះគឺថៃនឹងកំដរបានដល់ទីបញ្ចប់អាដីដឹងបានថៃប៉ុន្តែថៃកំដរបកស្រាយដល់ទីបញ្ចប់ឥឡូវដោយការគិតរបស់ថៃមែនគឺលោកស៊ីហាស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរដ្ឋាភិបាលថៃចាំផ្ទះហ្នឹងគឺបានធ្វើដំណើរគ្រប់ចតរហ័សឥឡូវនេះគឺរហូតដល់ទៅដើរទៅជួបជាមួយនឹងមន្ត្រីការបរទេសផ្សេងៗឬក៏ជួបជាមួយនឹងស្ថាប័នព័ត៌មានដូចគ្នាធ្វើដូចគ្នាជួបវិទ្យុបារាំងទូរទស្សន៍បារាំងហើយទៅនិយាយប្រាប់គេអំពីអ្វីដែលកម្ពុជាចោទប្រកាន់ថៃឥឡូវអាព្រំដែនហ្នឹងគឺថៃវាយបានយកអស់យើងអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិយើងយកព័ត៌មានឬវេទិកាប្រព័ន្ធផ្សព្វផ្សាយធ្វើជាឧបករណ៍ជជែកគ្នាតែចែកបានប្រយោជន៍អីបើយើងបានដំណោះស្រាយពីការជជែកគ្នាប្រាប់ទៅទូពិតទៅខាងប្រព័ន្ធផ្សព្វផ្សាយយើងចាំបាច់វាយគ្នាអីតាំងពីដើមមកយើងអាចធ្វើតាមវិធីហ្នឹងទៅខាងនេះផ្សាយខាងនេះទៅខាងនោះផ្សាយខាងនោះទៅហើយកុំភ្លេចថាការផ្សព្វផ្សាយព័ត៌មានហ្នឹងជាទូទៅគឺជាឈ្នួលនៅក្នុងការធ្វើឲ្យមានចំនួនទេព្រោះអីយើងផ្សព្វផ្សាយចុះយើងដឹងហើយចំនួនដំបូងឡើងនឹងឃើញនៅពេលដែលលោកហ៊ុនសែនយកអាប្រព័ន្ធផ្សព្វផ្សាយធ្វើជាដំណោះស្រាយនៅក្នុងការដោះស្រាយរឿងហ្នឹងហើយបានផ្ទុះគ្រូហ្នឹងឃើញអារឿងខ្សែអត់សម្លេងអ្នកស្រីបៃថងខានអីហ្នឹងយកទៅផ្សាយឲ្យពេញបណ្ដាញសង្គមហ្នឹងអត់មានការដែលតាក់ទងគ្នារដ្ឋាភិបាលរហូតដល់មានដកទូដកអីចេញតិចតិចអស់មកបាញ់គ្នាប្រើមកហ្នឹងគឺដោយសារតែប្រព័ន្ធផ្សព្វផ្សាយហ្នឹងដែរព្រោះម្នាក់ប្រឹងយកឈ្នះរៀងខ្លួនស្អំចិត្តប្រជាប្រដ្ឋរៀងខ្លួនប៉ុន្តែអាដំណោះស្រាយដែលជាការណែជាក់ស្ដែងយើងអត់ធ្វើគឺប្តឹងទៅយន្តការតុលាការអន្តរជាតិយើងអត់ធ្វើឃើញពេលឥឡូវចូលដល់សងដដែលហើយអាសងដដែលនេះគឺជាការសារបាននៃប្រវត្តិមុននឹងបាញ់គ្នាទៀតហើយដល់ពេលអញ្ចឹងយើងធ្វើអញ្ចឹងវាហាក់បីដូចជាធ្វើឲ្យយើងគិតស្រមៃថាអាចនឹងមានការផ្ទុះអាវុធជាលើកទី3ជាយថាហេតុគិតមិនផុតទេព្រោះអីខ្ញុំថាគិតមិនផុតហ្នឹងគឺដោយសារអីតែយើងនាំគ្នាចោតប្រកាន់គ្នាតាមឆាកអន្តរជាតិបំបាក់មុខគ្នាទៅវិញទៅមកថៃគេថាបំបាក់មុខព្រោះថៃដឹងហើយអាការឈ្លានពានហ្នឹងវាជារឿងបាក់មុខមួយហើយប៉ុន្តែនៅពេលដែលកម្ពុជាព្រមទទួលស្គាល់ថាថៃគ្រប់គ្រងតំបន់ណាតំបន់ហ្នឹងគឺថៃឈ្នះប្រៀបដូចឆាកអន្តរជាតិមួយហើយសម្រាប់សហគមន៍អន្តរជាតិគឺថៃឈ្នះដាច់ដោយសារអីគឺកម្ពុជាយល់ព្រមឲ្យថៃគ្រប់គ្រងតំបន់ដែលខ្លួនវាយបាននៅពេលដែលយើងព្រមចឹងបានថារឿងវាខុសគ្នាពីអ៊ុយក្រែនអត់មានព្រមឲ្យរុស្ស៊ីគ្រប់គ្រងនៅតំបន់ណាទេណាឯងមកគ្មានបាត់ជប់បាញ់គ្មានចុះហត្ថលេខាគ្មានព្រមព្រៀងគ្មានធ្វើសម្បទានអីទាំងអស់បាញ់គ្នាតដៃគ្នាបន្តទៀតយើងមិនលើកទឹកចិត្តឲ្យមានសង្គ្រាមបែបនេះទេក៏ប៉ុន្តែសង្គ្រាមបែបអ៊ុយក្រែននេះវាឈឺចាប់ដែរក៏ប៉ុន្តែឃើញដីអ៊ុយក្រែនគឺអត់ទាន់ឲ្យរុស្ស៊ីទទួលស្គាល់ហើយដល់ចឹងទៅវាធ្វើឲ្យរុស្ស៊ីមិនអាចនឹងមកទាមទារទឹកដីហ្នឹងថាជាទឹកដីរបស់ខ្លួនព្រោះប្រទេសអ៊ុយក្រែនអត់ទាន់បានចុះហត្ថលេខាប្រាប់ថារុស្ស៊ីគ្រប់គ្រងកន្លែងណាឈរជើងកន្លែងហ្នឹងទេផ្ទុយទៅវិញមកកម្ពុជាវិញគឺយើងមានបាត់ជប់បាញ់ដល់ទៅ2លើកហើយលើកទី2នេះមានលោកប្រធានាធិបតី Donald Trump ជាអធិបតីទៀតអញ្ចឹងពិភពលោកបានដឹងហើយថាមានមហាអំណាចមួយប៉ុណ្ណានៃដល់អាមេរិកសម្របសម្រួលហើយមានបាត់ជប់បាញ់ស្រស់ស្រួលគ្នាទៀតអញ្ចឹងរឿងកម្ពុជានិងថៃវាចប់ហើយនិយាយទៅសហគមន៍អន្តរជាតិដឹងថាចំនួនព្រំដែនខ្មែរថៃចប់ត្រឹមភាគីទាំងពីរយល់ព្រមគ្នានៅកន្លែងណានៅកន្លែងហ្នឹងហើយជប់បាញ់គ្នាហើយអាមេរិកជាអាណាព្យាបាលទៀតដូច្នេះគេទុកចិត្តអាមេរិកខ្លាំងមែនតើនៅក្នុងការដោះស្រាយចឹងបានសហគមន៍អន្តរជាតិគេគ្មានអ្នកណាគេមកជិះឆ្អាលរឿងយើងទេព្រោះអ្នកណាក៏អត់ហ៊ានលូកដៃដែរព្រោះអាមេរិកលូកដៃទៅហើយប៉ុន្តែជាអកុសលអាមេរិកលូកដៃអត់បានផ្ដល់យុត្តិធម៌ឲ្យកម្ពុជាសូម្បីតែបន្តិចអាមេរិកលូកដៃនេះគឺផ្ដល់យុត្តិធម៌តែមួយគត់គឺឈប់បាញ់កុំឲ្យមានការស្លាប់ទាហានទាំងសងខាងជនស៊ីវិលទាំងសងខាងប្រជាពលរដ្ឋជនភៀសទាំងសងខាងអាចវិលទៅលំនៅឋានតាមលទ្ធភាពដែលអាចធ្វើទៅបាននៅប្រមាណ1000គ្រួសារហ្នឹងគឺនៅដោះស្រាយចឹងទៅប៉ុន្តែអត់បានរកយុត្តិធម៌ឲ្យប្រជាជនកម្ពុជាចោះទាហានខ្មែរស្លាប់នៅណាឯណាសំណងចោះប្រជាពលរដ្ឋខ្មែរស្លាប់នៅណាឯណាសំណងចោះសាលារៀនមន្ទីរពេទ្យហេដ្ឋារចនាសម្ព័ន្ធឬប្រព័ន្ធផ្សេងទៀតដែលថៃផ្លោមគ្រាប់ដាក់ឯណាមិនឃើញសងកម្ពុជាចោះដីដែលថៃឈ្លានពានកម្ពុជាប្រមាណ10កន្លែងឯណាមិនឲ្យកម្ពុជាវិញតែយើងព្រមបាត់ទៅហើយចាំឯនេះសហគមន៍អន្តរជាតិគេថាយើងត្រូវរើគ្នាហើយវាអត់មានអីណាមកលូកដៃហើយគ្មានណាមកចង់លូកដៃរឿងកម្ពុជាដែលមានអាមេរិកលូកដៃទេព្រោះម្នាក់គេខ្លាចផ្ទាស់អាមេរិកដែរដូច្នេះទាំងអស់គ្នាគេយល់ថាកម្ពុជានិងថៃចប់ហើយក៏ប៉ុន្តែនៅពេលដែលយើងសញ្ញេឲ្យដីគេគ្រប់គ្រងហើយស្រាប់តែចុងក្រោយលោកហ៊ុនម៉ាណែតឡើងទៅឆាកអន្តរជាតិទៅប្រាប់ថាទេអត់ទទួលស្គាល់ផងថៃឈ្លានពានបំពេញដែនអធិបតេយ្យកម្ពុជាចុះបើសិនជាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាហេតុអីក៏យើងសញ្ញេឲ្យថៃឈ្លានពានដែនអធិបតេយ្យកម្ពុជានៅពេលដែលមានបាត់ជប់បាញ់ហ្នឹងទី1ហេតុអីមិនដាក់លក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងហ្នឹងថាខ្ញុំមិនសញ្ញេឲ្យអ្នកឯងទេតើតែថយទៅដល់ត្រឹមនេះសិនទើបយើងសញ្ញេហើយអារឿងប្តឹងគ្នាពីរឿងទាហានស្លាប់ពីរឿងប្រជាពលរដ្ឋស្លាប់ឬក៏បាក់បែកប្រាសាទឬក៏ខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានអីហ្នឹងយើងនឹងដោះស្រាយគ្នាតាមក្រោយអាហ្នឹងបានអាចជា